ឥឡូវពេលនេះខ្ញុំនឹងនិយាយអំពីអត្ថប្រយោជន៍អញ្ចឹងអត្ថប្រយោជន៍នៅក្នុងប្រព័ន្ធអនឡាញនេះអំពីការប្រកាសតំបន់វិនិច្ឆ័យយើងឃើញថាគ្រប់ធនាគារមីក្រូហិរញ្ញវត្ថុឬអ្នកពាក់ព័ន្ធនឹងការដាក់បញ្ចាំឬក៏ជាម្ចាស់ដីដែលយើងបានបង្កើតសិទ្ធិទៅលើកិច្ចសន្យាខ្ចីបរិភោគយើងឃើញថាមានប្រជាពលរដ្ឋខ្លះគាត់មានប្លង់ទុននិយាយថាប្លង់ទុននេះស្រួលយល់គ្នាគាត់យកទៅដាក់នៅប្រចាំនៅមីក្រូហិរញ្ញវត្ថុនៅធនាគារប៉ុន្តែគាត់អត់បានដឹងថាតើរដ្ឋបាលសូរិយដីនៅពេលចុះបញ្ជីមានអ្នកជាប្រព័ន្ធនេះត្រូវបើកតំបន់វិនិច្ឆ័យត្រូវបិទផ្សាយទិន្នន័យត្រូវចែកបានជួនកាលគាត់ក្តាប់អត់បានអូមកធនាគារមួយគាត់មានដីនៅទូទាំងប្រទេសហើយគាត់អត់ដឹងថាតើគេប្រកាសតំបន់វិនិច្ឆ័យថ្ងៃណាគេចែកបានថ្ងៃណាគេបិទផ្សាយថ្ងៃណាអត់យើងអត់ដឹងទេប៉ុន្តែនៅពេលដែលយើង submit ចូលទៅក្នុង app របស់យើងហើយយើងកត់ត្រាដីរបស់យើងស្ថិតនៅក្នុងឧមាថាខេត្តកំពង់ស្ពឺហើយខេត្តកំពង់ស្ពឺស្រុកអីឃុំអីភូមិអីអញ្ចឹងនៅពេលដែលស្រុកឃុំភូមិហ្នឹងត្រូវការប្រកាសតំបន់វិនិច្ឆ័យត្រូវការប្រកាសទិន្នន័យត្រូវការប្រកាសចែកបានវាព័ត៌មានទាំងអស់ហ្នឹងវានឹងលោតចូលនៅក្នុង smartphone ទាំងអស់អញ្ចឹងវាបរិយាគេថាបរិយាកាសគ្មានវិវាទគឺត្រូវតែបញ្ចប់កន្លងមកយើងឃើញថាឆ្លោះគ្នារវាងមីក្រូហិរញ្ញវត្ថុជាមួយនឹងប្រជាពលរដ្ឋដូចខ្ញុំចុះទៅខេត្តកំពង់ស្ពឺ270000ក្បាលដីពេលខ្លះមីក្រូហិរញ្ញវត្ថុគាត់ទទួលយកអាប្លង់ទុនហ្នឹងដាក់ប្រចាំប៉ុន្តែដល់ទៅពេលមន្ត្រីយើងចុះទៅគាត់ទៅបញ្ជាក់ប្រវត្តិដីពីមេឃុំមេភូមិចុះបញ្ជីគាត់ចុះទៅជាអំណោយផ្ដាច់ឲ្យទៅកូនគាត់អស់លិចហើយមីក្រូហិរញ្ញវត្ថុទាស់ជាមួយប្រជាជនឯទាស់ជាមួយនឹងម្ចាស់អំណុលគឺទាស់គ្នាតែអារឿងប្លង់គាត់ដាក់បានប្រចាំហើយប៉ុន្តែអាបានកម្មសិទ្ធិចេញអស់លិចអានេះខ្ញុំគិតថាអាជំងឺនេះសម្រាប់ទូទាំងប្រទេសវាសឹងតែខ្លាចជាជំងឺមហារីករួចទៅហើយបាទនេះគឺជាចំណុចបេះដូងរបស់ធនាគារនិងមីក្រូហិរញ្ញវត្ថុតែឥឡូវនេះយើងមាន app កាលណាបងប្អូន set ចូលមានទិន្នន័យមានទ្រព្យទាំងប្រមាណឬក៏ថាជាទ្រព្យឯកជនរបស់យើងផ្ទាល់ចុះតែយើងនៅភ្នំពេញយើងមានដីនៅសៀមរាបមានដីនៅព្រះវិហារមានដីនៅរតនគិរីមណ្ឌលគិរីយើងគ្រាន់តែ set ដីយើងចូលទៅវាចេញ QR code មកនៅពេលដែលតំបន់នោះទីតាំងនោះត្រូវការប្រកាសតំបន់វិនិច្ឆ័យវានឹងរੂនៅក្នុងទូរស័ព្ទរបស់បងប្អូនទាំងអស់ប្រាប់ថាឥឡូវនេះដីហ្នឹងត្រូវបានដំណាក់កាលនៃការចុះបញ្ជីដល់ដំណាក់កាលណាដល់ដំណាក់កាលណាអញ្ចឹងវាចំណេញទាំងវិស័យឯកជនដឹងព័ត៌មានទូទៅឯរដ្ឋបានអីគឺការចុះបញ្ជីនៅលើក្បាលដីដែលមានទាំងអស់ហ្នឹងយើងបន្ថយការចុះបញ្ជីបំពេញបន្ថែមមានន័យថាក្បាលដីដែលមានគឺវាអត់មានចន្លោះប្រហោងតទៅទៀតទេមានន័យថាម្ចាស់បានចូលរួមចុះបញ្ជីជាមួយនឹងរដ្ឋមានន័យថារដ្ឋក៏ចំណេញឯបងប្អូនក៏ចំណេញហើយព័ត៌មានទូទៅយើងមិនបាច់ទៅដើរសួរវាណានៅក្នុងលោតនៅក្នុងទូរស័ព្ទយើងនឹងហើយស្រាប់នេះវិស័យឯកជនត្រូវសហការជាមួយនឹងវិស័យរដ្ឋយើងចំណេញអាហ្នឹងការប្រកាសតំបន់វិនិច្ឆ័យអញ្ចឹងយើងដឹងហើយថាកន្លងមកយើងអត់មានទេហើយបើយើងនាំគ្នាធ្វើអញ្ចឹងទាំងអស់ក្បាលដីមួយដុំគ្រាន់តែប្រកាសតំបន់វិនិច្ឆ័យខាងធនាគារមីក្រូហិរញ្ញវត្ថុទៅជួបមួយប្រធានវាលរួចឲ្យព័ត៌មានក្បាលដីគេបិទផ្សាយទៅមើលទៀតពេលគេចែកបាននាំម្ចាស់ដីហ្នឹងទៅជួបជាមួយនឹងមន្ត្រីបើកបានហើយយកបានមកចុះបន្ទុកប្រចាំទៅរឿង
ទាំងអស់ត្រូវចប់រដ្ឋចំណេញបានដោះស្រាយវិវាទបងប្អូនចំណេញទ្រព្យសម្បត្តិនៅគង់វង្ស